សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការតម្លើង driver ម៉ាស៊ីន print Canon ADV C3530 អញ្ចឹងដើម្បីយើងអាចតម្លើងម៉ាស៊ីន print បានយើងមានលក្ខខណ្ឌចំនួន3បាទទី1គឺយើងត្រូវឲ្យម៉ាស៊ីន print ហ្នឹង connect ចូលទៅក្នុង network របស់យើងហើយទី2គឺឲ្យកុំព្យូទ័រដែលយើងកំពុងតែដែលយើងចង់ connect ហ្នឹងចូលទៅក្នុង network របស់យើងដែរហើយបន្តមកទៀតកុំព្យូទ័ររបស់យើងហ្នឹងអាច ping ទៅរកម៉ាស៊ីន print ហ្នឹងបានមានន័យថារវាងកុំព្យូទ័រនិងម៉ាស៊ីន print ហ្នឹងអាចទំនាក់ទំនងគ្នាបានអញ្ចឹងខ្ញុំសន្មតថា IP ម៉ាស៊ីន print របស់ខ្ញុំហ្នឹងគឺ IP ប៉ុណ្នេះ192.168.10.1អញ្ចឹងខ្ញុំជំហានទី3នេះគឺខ្ញុំតេស្តមើលតើ ping ទៅវាស្គាល់អត់អញ្ចឹងខ្ញុំចុចទៅលើ CMD ហើយខ្ញុំ ping ទៅរកម៉ាស៊ីន print របស់ខ្ញុំអូខេអញ្ចឹងបើ load ចេញបែបនេះគឺស្គាល់ហើយអូខេអញ្ចឹងជំហាននៅក្នុងការដំឡើងអញ្ចឹងដើម្បីដំឡើងយើងអាច print បានទី1យើងត្រូវ download driver ទី2យើងត្រូវ install driver ហើយទី3យើងត្រូវ change กระดาษអូខេអញ្ចឹងខ្ញុំចូលទៅជំហានទី1អញ្ចឹងដើម្បី download driver បានយើងចូលទៅក្នុងកម្មវិធីបើកអ៊ីនធឺណិតរបស់យើងមកយើងមាន Chrome មានអីចឹងខ្ញុំចូលទៅក្នុង Google ហើយខ្ញុំវាយពាក្យថា Canon ADV C3530 driver អូខេអញ្ចឹងកន្លែងនេះខ្ញុំយកទី2នេះមកយក driver អឺរ៉ុបមកព្រោះ website អឺរ៉ុបហ្នឹងរៀងគាត់បើអូខេអញ្ចឹងកន្លែងនេះដាក់នេះចុច accept អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នារើស OS របស់អ្នកទាំងអស់គ្នាអញ្ចឹងរបស់ខ្ញុំគឺ Windows 11 វា detect មកហើយអញ្ចឹងភាសាអង់គ្លេសកន្លែងនេះគឺយើងយក PCL ក៏បានឬក៏ UR2 ក៏បានពេលនេះមួយណាក៏បានដែរតែគ្រាន់តែថាបើក្នុងលក្ខខណ្ឌយើង set up ទៅPCL នេះអត់ដើរទេយើង set up យើង download URF មក set up មកអញ្ចឹងខ្ញុំសម្រាប់យក PCL អញ្ចឹងកន្លែងនេះlast version ខ្ញុំចុច download ឡើងនេះមកអញ្ចឹងខ្ញុំរកចាំបន្តិចចង់វា download ពេញសិនអូខេអញ្ចឹងបន្ទាប់ពី download ពេញហើយខ្ញុំអាចចុចលើឡើង show in folder នេះក៏បានឬក៏ចូលទៅក្នុង folder download បាទអូខេបន្ទាប់ពីខ្ញុំបាន download វាពេញហើយគឺវាចេញបែបនេះអញ្ចឹងខ្ញុំ double click វាមកហើយខ្ញុំចុចពីថា yes អញ្ចឹងវានឹងពលា file មួយនៅក្នុងពលា folder មួយនៅក្នុងជាប់ folder ដែលខ្ញុំបានពលាមិញហ្នឹងខ្ញុំបាន download ហ្នឹងអញ្ចឹងខ្ញុំនឹងនេះជា driver របស់ខ្ញុំហើយអញ្ចឹងមាន64មាន32អញ្ចឹងខ្ញុំទទួលបានdriver ហើយអញ្ចឹងជំហានបន្ទាប់គឺខ្ញុំនឹងបង្ហាញអ្នកទាំងនេះអំពីរបៀបការដំឡើងអញ្ចឹងដើម្បីដំឡើងយើងត្រូវមើលដែរតើ Windows របស់យើង64ឬក៏32អញ្ចឹងបើយើង Windows 64យើងចុចលើ64នេះមកអញ្ចឹងណាអញ្ចឹងដើម្បីឆែកមើល Windows 64ឬ32គឺយើងចូលទៅក្នុងthis PC នេះហើយយើងមកស្ដាំយកពាក្យថា show more ហើយយកពាក្យ property បន្ទាប់មកយើង scroll ចុះមកក្រោមមកយើងនឹងឃើញ Windows របស់យើង64ឬក៏32ហើយចាំមើលខ្ញុំមើលសិនតែពេលដែលខ្ញុំ set up នេះគឺ64នេះ operating system type គឺ64 bit អញ្ចឹងណាកន្លែងអញ្ចឹងគឺខ្ញុំត្រឡប់ទៅ folder installation របស់ខ្ញុំវិញហើយខ្ញុំចូលទៅ64នេះខ្ញុំចូលទៅ64ហើយខ្ញុំ set up ចឹងកន្លែងនេះខ្ញុំចុចពាក្យថា next អញ្ចឹងកន្លែងនេះវានឹង scan មើលថាតើdriver របស់ខ្ញុំហ្នឹងវាអាចត្រូវជាមួយនឹង printer ប៉ុន្មានចាអញ្ចឹងវា load មក printer នៅលើនេះអូខេអញ្ចឹងអ្វីដែលយើងត្រូវចំណាំគឺ IP អញ្ចឹង IP របស់ខ្ញុំគឺ 192.168.10.1នេះអញ្ចឹងខ្ញុំ tick ទៅលើ IP ដែលត្រូវហ្នឹងមកបន្តមកទៀតខ្ញុំចុចពាក្យថា next ហើយខ្ញុំចុចពាក្យថា startពីដំណើរការចប់ហើយអញ្ចឹងយើងអាចចុចកន្លែងនេះដើម្បី restart កុំព្យូទ័របានអញ្ចឹងតែខ្ញុំអត់ចង់ឲ្យ restart ទេអញ្ចឹងខ្ញុំអត់ tick ទេណាហើយខ្ញុំ exit វាមកអញ្ចឹងជំហានទី2របស់យើងនេះរួចរាល់អញ្ចឹងយើងត្រូវចូលទៅជំហានទី3 change mapper អញ្ចឹងដើម្បីចូលទៅបានយើងចូលទៅក្នុង start មកហើយចូលពាក្យថា setting
ហើយយកពាក្យថា Bluetooth and device ហើយបន្តទៀតយកពាក្យថា printer and scanner ហើយបន្តមកយើងនឹងឃើញនេះ Canon នេះមួយអញ្ចឹងខ្ញុំចុចលើកន្លែងហ្នឹងហើយខ្ញុំចុចពាក្យថាprinter preference អញ្ចឹងកន្លែងនេះខ្ញុំដូរពាក្យថាពី letter នេះមក A4 ហើយជាធម្មតាដោយសារតែការងាររបស់ខ្ញុំគឺការ one size ច្រើនអញ្ចឹងខ្ញុំបដូរកន្លែងនេះទៅជា one size អញ្ចឹងនៅពេលដែលខ្ញុំ print ខ្ញុំគ្រាន់តែរើសយកម៉ាស៊ីន print មួយហ្នឹងមកដំណើរការបានអាច print បានបាទអរគុណបាទជំរាបលា